ជំរាបសួរពុំមីងតាមបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើលិហាចាហើយគឺមេឃរបស់យើងគឺថ្ងៃហ្នឹងគឺក្តៅខែហ្នឹងគឺខែក្តៅណាគ្នាតែក្តៅខ្លាំងហើយបើសិនជាវាភ្លៀងរៀងខ្លាំងគោលាន់អីចឹងណាហើយលិហាហ្នឹងខ្ញុំទិញតែ2កំប៉ុងទេដោយសារតែអ្នកតែខ្ញុំក៏អត់ញ៉ាំទេអត់សូវមានអ្នកគេប៉ិនចឹងទៅទិញធ្វើញ៉ាំខ្លួនឯងហើយមិនដំបូងគេគឺខ្ញុំធ្វើការលាងទឹកសម្អាតវាដោយសារតែលៀសនោះវាមានជាតិកខ្វក់មូលហេតុដែលខ្ញុំអត់ទិញគេយកមកហូបដោយសារតែខ្លាចអ្នកធ្វើនោះគាត់ធ្វើអត់ស្អាតអីចឹងទៅខ្ញុំខ្លាចញ៉ាំទៅវាអត់ស្អាតវាដីអីចឹងណាចឹងខ្ញុំសុខចិត្តធ្វើខ្លួនឯងពួកអីពេលដែលយើងធ្វើខ្លួនឯងយើងលាងទឹក4-5ទឹកហើយយើងត្រាំវាមួយយប់ទៀតហើយស្អែកឡើងបានយើងធ្វើចឹងណាហើយនេះគឺជាលៀបរបស់យើងហើយខ្ញុំចាប់ដើមត្រាំវារយៈពេលមួយយប់ដើម្បីឲ្យវាចេញដីចេញអីចឹងណាចាហើយកន្លែងជពុះនោះគេថាកន្លែងដង្ហើមវាហើយខ្ញុំក៏អត់ដឹងដែរថាកន្លែងដង្ហើមឬក៏កន្លែងមាត់របស់វាតែខ្ញុំគិតថាកន្លែងមាត់របស់វាហើយកន្លែងជពុះរៀងពណ៌រៀងលឿងចាហើយតមកទៀតខ្ញុំចាប់ដើមដាំទឹកចាហើយនេះគឺជាខ្ញុំអត់ការងារធ្វើចាំទឹកខ្លាំងពេកខ្ញុំក៏ថតវីដេអូទៅហើយបន្តមកទៀតខ្ញុំក៏ចាប់ដើមឲ្យលាងសម្អាតលៀសរបស់យើងដែលខ្ញុំត្រាំហើយមួយយប់ហ្នឹងហើយពេលដែលខ្ញុំលាងហ្នឹងគឺលាង4-5ទឹកហើយបើសិនជាដីมันគឺដីខ្លាំងណាលាងយ៉ាងណាក៏លាងវាអត់សូវស្អាតណាលក្ខណៈបែបថាអ្នកគ្នាចាំមើលវីដេអូបន្ទាប់ទៀតទៅវីដេអូតពីហ្នឹងនឹងឃើញដីឃើញអីចឹងណាចាហើយពេលដែលយើងលាងទៅវាមានលក្ខណៈបាត់ពួកយើងខ្មៅខ្ញុំដឹងថាវាជាអីដែរពេលប៉ះទៅវាយើងហឹងមិនដឹងថាវាជាប់លេសហ្នឹងឬមួយក៏យ៉ាងម៉េចដែរអត់ដឹងដែរហើយចំពោះការលាងនេះគឺខ្ញុំលាងប្រហែលជា5-6ទឹកហើយនេះទឹករៀងស្អាតក៏ខ្ញុំសម្រេចចិត្តថាយកមកទៅហើយបន្ទាប់ពីនោះខ្ញុំដាំទឹកក្តៅហើយពុះហើយក៏នេះគឺទឹកក្តៅហើយនេះគឺទឹកត្រជាក់ដើម្បីយើងធ្វើការដាក់លីសចូលចឹងណាហើយខ្ញុំមានកសែងស្អាតមួយហើយបន្តមកទៀតខ្ញុំក៏ចាប់ដើមដាក់លីសហើយខ្ញុំដាក់លីសទៅកន្លែងទឹកក្តៅមកផ្ទុះហើយបានខ្ញុំដាក់ទៅកន្លែងទឹកត្រជាក់វិញបើសិនជាអ្នកគ្នាចង់ធ្វើចឹងក៏បានដែរចង់ធ្វើលក្ខណៈបែបថាដាក់ចូលក្នុងឆ្នាំងហើយយើងចេញពីក្នុងឆ្នាំងដាក់ចូលកន្លែងទឹកត្រជាក់វិញក៏បានដែរហើយនេះគឺជាលៀបរបស់យើងហើយខ្ញុំដាក់វារៀងហាមមាន់បន្តិចហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមលាងសម្អាតមើមខ្ទឹមហើយធ្វើការបុកមើមខ្ទឹមជាមួយនឹងម្ទេសហើយចំពោះសបកខ្ទឹមគឺខ្ញុំអត់បកទេចាហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមដាក់ជាមួយនឹងប៊ីចេងហើយម្សៅរ៉ាឌីហើយបន្ទាប់ពីដាក់ម្សៅរ៉ាឌីហើយខ្ញុំក៏ចាប់ដើមដាក់ស្ករបន្ទាប់ពីហ្នឹងហើយខ្ញុំក៏ចាប់ដើមច្បល់វាឲ្យសព្វចូលជាតិគ្នាដើម្បីឲ្យខ្ទឹមហើយម្ទេសរបស់យើងវាចូលសព្វគ្នាល្អពេលដែលយើងហាន់ទៅវាចូលគ្រឿងគ្នាបានល្អអីចឹងណាអ្នកគ្នាហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមដាក់អំបិលទុំចូលចឹងណាបើដោយសារខ្ញុំធ្វើពីកំប៉ុងអញ្ចឹងទៅខ្ញុំអត់ទៅធ្វើគ្រឿងក្រៅច្រើនដែរលៀសយើងធ្វើតាមទីចឹងណាហើយចំពោះខ្ទឹមវិញគឺខ្ញុំដាក់រៀងច្រើនដោយសារតែពេលដែលយើងដាក់ស្លឹកខ្ទឹមច្រើនទៅវាកាន់តែឆ្ងាញ់ខ្ញុំចូលចិត្តស្លឹកខ្ទឹមហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមយកគ្រឿងហើយនឹងលៀសរបស់យើងចាប់ដើមកូរច្បល់វាឲ្យសព្វឲ្យចូលជាតិសិនចឹងណាហើយពេលដែលយើងកូរឲ្យសព្វចូលជាតិហើយអស់យើងទុកវារយៈពេល5នាទីឬក៏10នាទីហើយបន្ទាប់ពីហ្នឹងគឺមើមខ្ទឹមរបស់ខ្ញុំចាប់ដើមហាន់ចំពោះមើមខ្ទឹមហ្នឹងខ្ញុំចាប់ដើមដំវាហើយខ្ញុំចាប់ដើម72បើសិនជាវាធំពេកអីចឹងណាអ្នកគ្នាហើយបើសិនជាស្លឹកខ្ទឹមវិញខ្ញុំចាប់ដើមធ្វើការមិនតាន់និយាយមុនវីដេអូខ្ញុំធ្វើការហាន់វាប៉ុន្តែហាន់ជាប្រទះរៀងវែងអត់ហាន់ជាខ្លីទេដោយសារតាមពេលដែលយើងហាន់លីទៅយើងមានរបៀបហាន់ដូចជាឆាអីទៅយើងហាន់ខ្លីតែបើសិនជាយើងធ្វើអីចឹងទៅយើងហាន់លក្ខណៈរៀងវែងទៅពពួករបស់លក្ខណៈបែបឈាមសដូចជាគ្រឿងសមុទ្រគ្រឿងអីពេលដែលយើងឆាទៅយើងហាន់វារៀងវែងទៅវាមកទៅទំនើងអីចឹងតាមនឹងដែរចា
ហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមច្បល់ចូលគ្នាទៀតហើយច្បល់វាសាប់មកប៉ុណ្ណឹងអាចញ៉ាំបានហើយអ្នកគ្នាប៉ុន្តែដោយសារយើងចង់ហាអញ្ចឹងទៅហាឈ្ងួតឲ្យសាមយើងក៏ចាប់ដើមហាទៀតទៅតែខ្ញុំគិតថាហានៅប៉ុណ្ណឹងសួរមួយនេះឆ្ងាញ់ជាងគិតថាអើយប៉ុណ្ណឹងឆ្ងាញ់ជាងដោយសារតែវាមានជាតិសើមចូលចិត្តរៀងសាមហើយបើសិនជាហាទៅវារៀងស្ងួតពេកធ្វើឲ្យលីយើងឆ្អិនពេកទៅវាអត់សូវឆ្ងាញ់ទេហើយឥឡូវហ្នឹងមេឃយើងក្តៅយើងបាច់សើក៏បានដែរលីហ៎បងស្រីខ្ញុំប្រាប់ថាបាច់សើទេវាមេឃក្តៅហើយវាគុំតែឆ្អិនទេប៉ុន្តែខ្ញុំខ្ជិលអ្នកគ្នាខ្លាចមេឃភ្លៀងខ្លាចអីចឹងទៅខ្ញុំក៏ការពារខ្ញុំក៏ចាប់ដើមសើវាអីចឹងណាហើយតើមកខ្ញុំចាប់ដើមហាវាថែមហើយបន្ទាប់ពីដែលខ្ញុំធ្វើវារៀបវាឲ្យស្អាតហើយខ្ញុំចាប់ដើមដាក់ម្សៅរ៉ាឌីថែមដាក់ពីលើនឹងដើម្បីឲ្យវាទំនើងហើយណាមួយទៀតដើម្បីឲ្យវាមានរសជាតិរៀងប្រៃថែមចឹងណាដោយសារតែគ្រឿងខើរបស់យើងរៀងតិចណាស់អញ្ចឹងពេលយើងដាក់ថែមទៅវារៀងមានរសជាតិប្រៃវីដេអូនេះរៀងវែងតិចហើយអ្នកគ្នាពេលខ្ញុំនិយាយខុសឆ្គងកន្លែងនេះសូមកែបកែនអីចាហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ដើមហាវារយៈពេលប្រហែលជា20នាទីអញ្ចឹងណាគ្នាយើងអត់ហាក្តៅខ្លាំងពេកទេsorry អ្នកគ្នាយើងអត់ហាយូរពេកទេកុំឲ្យវាស្អិតខ្លាំងពេកព្រោះលៀសរបស់យើងនោះវាស្រួយវាខាងក្នុងវាអត់មានជាតិទឹកហើយមួយទៀតវាស្រួយច្បកវាហ្នឹងហើយបន្ទាប់ពីដែលយើងហាបាន10-20នាទីហើយយើងចាប់ដើមធ្វើការញ៉ាំឆ្ងាញ់ខ្លាំងណាស់អ្នកគ្នាពេលដែលយើងញ៉ាំបដាប៉ុន្តែគាត់ថាមេរៀងក្តៅបន្តិចចឹងអ្នកគ្នាពាក់មួកពាក់អាឌីវែងហងពេលដែលញ៉ាំនៅរាល់ថ្ងៃពួកអីដោយសារតែវាក្តៅខ្លាំងណាស់អ្នកគ្នាមេយោចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ